Honda Scoopy សេរីទៀបមកតាំងពីទេទឹកពុះនៅឯស្រុកកាណានោះហើយម៉ូតូនេះគាត់បានឲ្យជាងគេមើលខ្លះហើយក៏ប៉ុន្តែម៉ូតូនេះនៅតែមិនដំណើរការម៉ូតូនេះបងប្អូនជួនដេកឆេះជួនដេកមិនឆេះចំណុចភាគច្រើនគឺដេកឆេះតែម្ដងហើយម៉ូតូនេះលោតឆេះទៀតហើយខ្ញុំមកធ្វើចិត្តមកព្រឹកហើយវាដូចជារៀងតល់ដែរហើយម៉ូតូនេះខ្ញុំដូរដុំភ្លើងទាំងសនំតែម្ដងបូករួមជាមួយនឹងភ្នែកដេហើយនៅតែដេកមិនឆេះទៀតបើយើងមើលទៅលើដុំភ្លើងអាចាស់វាបងប្អូនវាឆេះវាស៊ីឡើងកុហកដល់ហើយវាច្រេះវាពុកខ្ញុំមកដោះខ្ចៅទម្រាំតែចេញម៉ូតូដែលយើងដោះមកឃើញដុំភ្លើងឆេះគ្រីងកុហកចឹងភាគរយគឺវាខូចដុំភ្លើងនោះ 100% ក៏ប៉ុន្តែយើងដាក់ថ្មីហើយនៅតែអត់ឆេះដដែលគិតទៅជាងដំរងថ្ងៃនេះអត់ដែរស៊ីលុយបងប្អូនណាបានស្រួលសោះម៉ូតូមួយសិតតែម៉ូតូរៀងកោមិនមកភ្លាមដាក់ភ្លាមឆេះណាម៉ូតូនេះបងប្អូនគឺវាលោតកូដ52អាកូដ52ហ្នឹងបងប្អូនគឺវាមានបញ្ហាទៅលើដុំភ្លើងរឿងភ្នែកដេហើយចុះបើយើងដូរភ្នែកដេដុំភ្លើងហើយហ្នឹងវាលោត52ថាអីទៀតវាឆ្ងល់មែនតើហាឡូវាឆ្ងល់ពេកខ្ញុំមិនអស់ចិត្តទេខ្ញុំមកដូរម៉ាញ់តូសាកមើលសិនក្រែងលូម៉ាញ់តូវាខូចវា error ចឹងហើយវាចងចាំតែកូដ52ហ្នឹងចឹងណាហើយសូមបញ្ជាក់តិចម៉ាញ់តូដែលខ្ញុំដាក់គឺជាម៉ាញ់តូដែលស៊ីនហើយវានៅក្នុងម៉ូតូដែលម៉ូតូនឹងឆេះមានតែម៉ាញ់តូហ្នឹងគឺអត់ខូចទេអានេះគេហៅថាក្បាច់ចុងក្រោយហើយដល់ថ្នាក់ដូរដុំភ្លើងផងដូរភ្នែកដេផងឥឡូវមកដូរម៉ាញ់តូទៀតហើយបើថាអត់ឆេះទៀតចប់និយាយទៅរៀងហត់ដែរហ្នឹងធ្វើឡើងមកព្រឹកហើយចប់បាត់ហើយជាងដល់ម៉ូតូលោតឆេះកដែលដូរខ្ទេចដូរខ្ទីអស់នៅតែលោតឆេះលោកកូដ52ហ្នឹងអដែលហើយដេក៏អត់ដំណើរការដែរវាយតែលាប៉ាក់ទេហើយបើធាក់ក៏ធាក់អត់ឆេះទៀតចប់ហើយជាងដល់ហើយតល់ហើយឲ្យគេទៅផ្ទះវិញឬក៏មិនឡើយហ្នឹងមិនអាចទេថាមកដល់នេះហើយជាងដល់នឹងសេរីចាញ់ហើយខ្ញុំមកចាប់ដើមដោះមើលពិនិត្យនៅដុំភ្លើងហ្នឹងសិននេះគឺជាដុំភ្លើងថ្មីភ្នែកដេក៏ថ្មីដែរជួនកាលវាអាចមានបញ្ហាតាមពិតទៅបងប្អូនរកឃើញមកដែរដុំភ្លើងមានបញ្ហាទាំងថ្មីទោះតែខ្ញុំយកដុំភ្លើងអាស៊ីនជាប់ពីក្នុងម៉ូតូយកមកដាក់ទើបម៉ូតូនឹងដេកឆេះហើយក៏បាត់ឆេកដែរចឹងបានថាណាគ្រឿងឡូហ្នឹងទុកចិត្តវាមិនបានមែនវាធ្វើបាបយើងដាច់បាយដាច់ទឹកធ្វើឡើងមកកណាត់ព្រឹកចូលដល់ល្ងាចទៀតតែក៏ចេះទ្រាំដើម្បីបានលុយដាក់ជាក់ពេលល្ងាច